ធ្វើសង្គ្រាមនៅថៃនឹងធ្វើឲ្យយើងបើកភ្នែកថាយើងលែងអាចនៅទន់ខ្សោយបានហើយបើសិនជាយើងចង់ការពារខ្លួនហើយមន្ត្រីច្រើនមន្ត្រីប៉ោងក្រសួងច្រើនក្រសួងដែលអត់បានការបាទហើយយកតែលុយពន្ធបបជាប្រវត្តិអានឹងហើយដែលត្រូវកាត់នៅជាដែនច្បាំងគ្នា5ថ្ងៃណាស្លាប់ចាប់ដើមស្លាប់នៅពេលដែលប្រទេសថៃគេមើលងាយយើងគេអាងអាវុធយុទ្ធភ័ណ្ឌគេអាងសេដ្ឋកិច្ចរបស់គេខ្លាំងគេអាងទាហានគេច្រើនគេអាងប្រទេសគេធំគេអាងសហគមន៍អន្តរជាតិទទួលស្គាល់គេដោយសារទីផ្សារសេដ្ឋកិច្ចទីផ្សារចំនួនរបស់គេនឹងវាធំគេមើលស្រាលយើងគេវាយយើងណាក៏ប៉ុន្តែគេវាយអត់បែកទេក៏ប៉ុន្តែការដែលវាយអត់បែកនឹងក៏ដោយក៏ធ្វើឲ្យយើងបើកភ្នែកណាថាកម្ពុជាមិនអាចនៅខ្សោយរបៀបអញ្ចឹងបានកម្ពុជាមិនអាចមានគ្រាន់តែអភិវឌ្ឍធម្មតាហើយមិនអភិវឌ្ឍមធ្យោបាយដើម្បីការពារខ្លួនបានយើងអត់ទៅវាយអ្នកណាបានទេក៏ប៉ុន្តែយើងចង់ការពារខ្លួនក៏ប៉ុន្តែការពារខ្លួននោះវាត្រូវការមធ្យោបាយវាត្រូវការធនធានមនុស្សណាវាត្រូវការអាវុធយុទ្ធភ័ណ្ឌទំនើបហើយទាំងអស់ហ្នឹងសិតតែជាលុយសិតតែជាធនធានដែលលុយហើយលុយនឹងបានមកពីណាលុយនឹងបានមកពីបងពុនបានទៅខ្ចីគេបញ្ចេញរបស់របរតាមរយៈពាណិជ្ជកម្មហ្នឹងទៅក្រៅដើម្បីឲ្យយើងមានលុយយកមកម្រងទិញអស់ហ្នឹងបងប្អូនឃើញថាដេញថវិការបស់យើង2026យើងឃើញឡើងប្រហែលណាបាទនៅក្នុងមួយចំនួនធំរហូតដល់យើងខ្ចីគេពី$1000 លានហ្នឹងគឺប្រគ្រប់ហ្នឹងណាគឺមួយផ្នែកធំណោះតម្លើងកន្លែងការពារជាតិធ្វើសង្គ្រាមនៅថៃនឹងធ្វើឲ្យយើងបើកភ្នែកថាយើងលែងអាចនៅទន់ខ្សោយបានហើយបើសិនជាយើងចង់ការពារខ្លួនការឲ្យយើងរឹងប៉ឹងបានតើយើងមានមធ្យោបាយបានតើតែយើងធ្វើកំណែតម្រង់ស៊ីជម្រៅបានវាបានលុយនឹងមកយើងកាត់អ្វីដែលជាអត់ប្រយោជន៍បាទមិនគ្រាន់អត់ប្រយោជន៍ទេខ្ជិះខ្ជាយទៅទៀតបាទហើយមន្ត្រីច្រើនមន្ត្រីប៉ោងក្រសួងច្រើនក្រសួងដែលអត់បានការបាទហើយយកតែលុយពន្ធបបជាប្រវត្តិអានឹងហើយដែលត្រូវកាត់ណាដូច្នេះសង្គ្រាម5ថ្ងៃនេះធ្វើឲ្យយើងភ្លឺភ្នែកថាកំណែតម្រង់នឹងចាំបាច់មិនអាចប្រកែកបានទេពលមន្ត្រីរាជការទាំងអស់ហ្នឹងដែលជាសមាជិកខ្សែទាំងអស់ហ្នឹងមិនដុំថ្មទេណាបាទគាត់មានបេះដូងគាត់មានអារម្មណ៍គាត់មានសតិអារម្មណ៍គាត់មានផលប្រយោជន៍គាត់មានបងប្អូនរបស់គាត់មានលោភៈណាគាត់ចង់បានផ្ទះល្អលុយច្រើនកូនរៀនទៅក្រៅល្អមានឡានទំនើបអីជិះម្ល៉េះហើយគឺថាអាហ្នឹងជាសភាពអកតៈរបស់មនុស្សជាតិណាបាទក៏ប៉ុន្តែនៅត្រង់ថាតើឆន្ទៈនយោបាយដើម្បីកាត់ផ្តាច់អស់ហ្នឹងវាខ្លាំងដល់កម្រិតណាណាគឺនៅត្រង់ហ្នឹងទេបងប្អូនចាំខ្ញុំលើកយកឧទាហរណ៍មួយបាទនៅពេលដែលប្រជុំកម្ពុជាអាស៊ានមួយនោះបាទមន្ត្រីអាស៊ានទាំងអស់ហ្នឹងគឺថាគេសិតទៅអួតពីនាឡិកាគេសិតទៅអួតពីអណ្ដែងស្អីថ្លៃប្រកាសសរសេរហ្នឹងសិតទៅរាប់ពាន់$អីបិចអីណាបាទដល់ទៅភរិយាលោកនាយករដ្ឋមន្ត្រីសិង្ហបុរីគាត់កាន់កាបូបមួយយ៉ាងសាមញ្ញគេសួរគាត់ថាកាបូបហ្នឹងថ្លៃប៉ុន្មានគាត់ថា$30ហើយជាការដែលធ្វើឡើងដោយកូនសិស្សសិង្ហបុរីបាទហើយគាត់លើកតម្លៃអាហ្នឹងហើយគាត់ថាខ្ញុំមានមោទនភាពណាដែលខ្ញុំកាន់កាបូបមានតម្លៃប៉ុណ្ណឹងមែនប៉ុន្តែវាមានអត្ថន័យសម្រាប់ខ្ញុំណាបាទព្រោះយើងអត់ត្រូវការលុយហ្នឹងយកមកពាក់អីទេខ្ញុំដាក់ស្អីរបស់ហ្នឹងបានយើងទុកលុយហ្នឹងដើម្បីអភិវឌ្ឍជាតិដើម្បីការពារជាតិដើម្បីវិស័យសិក្សាធិការឲ្យកូនចៅយើងរៀនបានសូត្រល្អទៅវិញអានេះជាទស្សនវិស័យនៅពេលដែលយើងដឹកនាំវាដឹកនាំដើម្បីប្រជាពលរដ្ឋដឹកនាំដើម្បីប្រទេសឬមួយក៏ដើម្បីខ្លួនយើងឬមួយដើម្បីគ្រួសារមួយយើងឬមួយដើម្បីខ្សែរបស់យើងនេះជាជំរឿដែលយើងត្រូវតែជ្រើសរើសបាទហើយខ្ញុំសង្ឃឹមថាឧបសគ្គពីអតីតកាលតាមហ្នឹងនឹងថមថយទៅហើយឆន្ទៈនយោបាយនៃអ្នកបន្តវេនវ័យក្មេងហ្នឹងនឹងផ្លាស់ប្ដូរស៊ីជម្រៅខ្លាំងមែនទែន